รีบสู้บางคนคนพระองค์ชายชายទាំងអស់គ្នាជ្រាបសួរហើយជ្រាបសួរបងប្អូនពុកម៉ែជុំវិញខ្លួនផងដែរណាកុំភ្លេចជ្រាបសួរអស់លោកស្រីនៅក្នុងអនឡាញសូមមកចូលរួមថ្វាយបង្គំព្រះអង្គជាមួយនឹងយើងខ្ញុំទាំងអស់គ្នានៅថ្ងៃនេះសូមព្រះអង្គប្រទានពរទាំងអស់គ្នាអ្នកណាដែលចូលមើលស្ដាប់ទាំងប្រមាណនឹងបានព្រះពរពីទ្រង់ហើយនឹងមានជីវិតអស់កលជានិច្ចឲ្យតែបានចូលមើលព្រះបន្ទូលនោះគឺបានមានជីវិតអស់កលជានិច្ចអាមែនស្ដាប់ព្រះបន្ទូលដែលយកចិត្តទុកដាក់នោះនឹងបានអាមែនឥឡូវយើងសរួមចិត្តអធិដ្ឋានចៅកមន់ណាព្រះបិតាព្រះបុត្រាព្រះវិញ្ញាណបរិសុទ្ធគុណអរគុណព្រះអង្គនៅពេលវេលាគុណអរគុណព្រះអង្គនៅកលដកដង្ហើមព្រះអង្គឲ្យសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅឋានសួគ៌ដែរសូមគង់ជាមួយកូននៅថ្ងៃនេះសូមយាងព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋនៅក្នុងចិត្តបងប្អូនដែលកំពុងតែក្រាបថ្វាយបង្គំស្ដាប់ទាំងចៅទាំងក្មួយសូមឲ្យគេមានសេចក្តីជំនឿមាំនៅក្នុងទ្រង់សូមព្រះអង្គប្រោសគេឲ្យគេបានរួចចេញពីការអាក្រក់ហើយកែច្នៃគេឲ្យទៅជាមនុស្សដែលទ្រង់សពហាតីអង្គឲ្យសូមទ្រង់ប្រទានពរថ្មីមាត់ដល់កូននៅថ្ងៃនេះដែរឲ្យកូនមានថ្មីមាត់ដើម្បីនឹងអធិប្បាយព្រះបន្ទូលឲ្យបានក្បោះក្បាយផ្អែមពីរោះដល់ប្រជាអ្នកស្ដាប់ទាំងអស់គ្នាគុណអរគុណព្រះអង្គសូមព្រះអង្គលោកប្រកបដោយមានគេស្ដាប់ជាបាកូនអ្នកណាដែលឈឺអស់អ្នកណាដែលមានជំងឺគ្រប់គ្នាមិនថាក្រុមជំនុំសេចក្តីស្រឡាញ់មិនថានៅក្រៅក្រុមមិនថានៅក្នុងមន្ទីរពេទ្យសូមព្រះអង្គជាបាគេឲ្យបានជាព្រះអង្គចាស់ឲ្យដូចចិននេះកើតមហារីកព្រះអង្គចាស់ឲ្យសូមឲ្យគេបានជាពីជំងឺមហារីកនេះហើយឪពុករបស់កូនសម្បូរនៅស្រុកយួនដែលដេកពេទ្យកាត់តអកជើងព្រះអង្គឲ្យសូមព្រះអង្គលោកប្រអមានគេស្ដាប់ជាបាលគាត់ឲ្យបានជាឆាប់រហ័សក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយកូនក៏នឹកចាំពីអ្នកដទៃទៀតដែរគឺកូនអត់បានស្គាល់ឈ្មោះទេព្រះអង្គឲ្យសូមលោកប្រហត់ឲ្យមានគេស្ដាប់ជាបាលគេឲ្យបានជាគ្រប់គ្នាហើយនឹងកូនចៅកូនទាំង5នាក់បានធួមែនដាមរិខាហូលីអមរាសូមឲ្យពួកគេបានស្រឡាញ់ព្រះអង្គអស់ពីរលឹងអស់ពីកម្លាំងសូមឲ្យពួកគេបានស្អប់ការអាក្រក់និងស្អប់លោកីសូមឲ្យពួកគេបានកើតជាថ្មីសូមឲ្យគេបានកែច្នៃសូមទ្រង់កែច្នៃគេឲ្យបានទៅជាមនុស្សដែលទ្រង់សព្វតីគុណអរគុណព្រះអង្គហើយពួកជំនុំសេចក្តីស្រឡាញ់គ្រប់ក្រុមខេត្តកណ្ដាលខេត្តសៀមរាបខេត្តបន្ទាយមានជ័យនិងខេត្តកំពតព្រះអង្គចាស់ឲ្យសូមព្រះអង្គគុតគង់គេសូមព្រះអង្គចំអែតគេហើយនឹងថែរក្សាការពារក្នុងប្រវត្តិទ្រង់គ្រប់ទាំងកាលៈទេសៈគ្រប់ទាំងដំណើរដើរហើរដែលគេទៅឯណាសូមការពារគ្រប់ទាំងដំណើររបស់គេទាំងអស់គ្នាសូមឲ្យបានសេចក្តីសុខសាន្តគុណអរគុណព្រះអង្គគុណស្វាយទាំងអស់គុណទុកចិត្តទាំងអស់និងសង្ឃឹមទាំងអស់និងអរព្រះគុណទ្រង់ទាំងអស់ដោយនៅក្នុងព្រះនាមដ៏ថ្លៃពិសេសគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនថ្ងៃនេះយើងមានចម្រៀងខ្ញុំតែង3បទប៉ុន្តែយកមកច្រៀងតែ2បទទេទឹកនេះខ្ញុំសរសេរបាន3បទប៉ុន្តែបទទី1ដែលខ្ញុំត្រូវមកច្រៀងនេះគឺបទមានត្រូវកាលៈទេសៈត្រូវតាមកាលៈទេសៈគ្រោះមហន្តរាយទឹកជំនន់ខ្យល់ព្យុះប្រក្រើកផែនដីធ្លាក់ព្រិលណាអញ្ចឹងខ្ញុំសរសេរបទនេះដើម្បីឲ្យត្រូវនឹងកាលៈទេសៈបទនេះមានចំណងជើងថាសូមទ្រង់ជួយការពារពីគ្រោះមហន្តរាយអាមែនតែមុននឹងច្រៀងខ្ញុំចង់អានអត្ថបទឲ្យបងប្អូនស្ដាប់ពីព្រោះអត្ថបទមានអត្ថន័យខ្លាំងណាស់ពេលដែលបងប្អូនស្ដាប់ចម្រៀងហើយបងប្អូនក៏ធ្វើកាយវិការហើយសញ្ជឹងទៅរកព្រះអង្គអាមែនបទចម្រៀងនេះមានចំណងជើងថាសូមទ្រង់ជួយការពារពីគ្រោះមហន្តរាយអោព្រះអង្គអើយកើតមានហើយគ្រោះមហន្តរាយសូមជួយរាជទ្រង់ទាំងឡាយឲ្យជៀសផុតឆ្ងាយពីទុក្ខវេទនាពីទុក្ខាជួយคุ้មគ្រងរាជទ្រង់ផងនិងទាសាយើងទាំងអស់គ្នាគឺជាទាសាអ្នកបម្រើព្រះអង្គនិងទាសាមិនឲ្យរាជទ្រង់ជួបសោកការព្រះអង្គរក្សាឲ្យផុតគ្រោះភ័យការអាក្រក់សពសារពើនៅលើផែនដីគួរឲ្យខ្លាចក្រៃពីព្រោះមានសពថ្ងៃគ្រប់ហេតុការណ៍កើតមានគ្រប់ហេតុការណ៍ដូចជាព្រះបន្ទូលថាណារំជួយផែនដីទឹកលិចព្រៃលិចស្រែចម្ការមនុស្សលោកកំពុងវេទនាសួរថាតើអ្នកណាអាចជួយយើងបានអាមែនបទចម្រៀងចម្លើយនៅក្នុងបទចម្រៀងវគ្គទី4យើងមានព្រះចាំជួយប្រកាសជាចាំជួយលោកអ្នកឲ្យបានជួបសេចក្តីសុខសាន្តជៀសផុតយុគកាចសាមានទ្រង់ប្រោះប្រានដោយក្តីមេត្តាខ្ញុំស្រែកច្រៀងថ្វាយសំនៀង
ថ្វាយទាំងចិន្តាសូមគុណព្រះវរបិតាព្រះរាជបុត្រាព្រះអង្គគឺជាព្រះដ៏ពិតគ្រោះកាចខ្លាំងបំផុតនៅលើផែនដីនេះចិត្តខ្ញុំរន្ធត់ចិត្តមនុស្សទាំងអស់រន្ធត់ចិត្តខ្លាចបាត់បង់ជីវិតពីព្រោះឃើញជាក់ស្ដែងពិតឃើញគ្រោះមរណាដូច្នេះចូលយើងមកចុះចូលស្ដាប់ព្រះបន្ទូលសន្យាព្រះអង្គមានបន្ទូលថាជឿព្រះមានគ្រប់ចេស្តាព្រះអង្គអាចការពារឲ្យយើងជៀសផុតអាមែនជៀសផុតអីបងប្អូនជៀសផុតគ្រោះមហន្តរាយជៀសផុតពីការកក្រឹកផែនដីជៀសផុតពីខ្យល់ព្យុះកំណាចជៀសផុតពីការធ្លាក់ព្រិលត្រជាក់រឹងដៃរឹងជើងស្លាប់ណាអាមែនតែឥឡូវយើងងើបឈរឡើងច្រៀងពីបទថ្មីទាំងអស់ប៉ុន្តែបទនេះក៏ចង្វាក់ស្លូបទក្រោយក៏ចង្វាក់ស្លូដែរបងប្អូនគាត់ធ្វើកាយការហើយអារម្មណ៍យើងទៅរកព្រះអង្គអាមែនងើបឈរទាំងអស់គ្នាបងប្អូនកូនចៅតា មានតែជឿព្រះអង្គមានតែស្រឡាញ់ព្រះអង្គឲ្យអស់ពីចិត្តហើយប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គនោះយើងនឹងជៀសផុតពីគ្រោះមហន្តរាយ 100% អាមែនអរគុណព្រះអង្គតែយើងទៅមកបទទៀតគឺជាបទចង្វាក់ slow បទនេះមានចំណងជើងថាព្រះអង្គអើយសូមទ្រង់ជួយការពារពីគ្រោះមហន្តរាយសូមទ្រង់អាដែលមិនសំទោសស្រឡាញ់ព្រះអង្គឲ្យអស់ពីព្រលឹងអាមែនតែយើងនៅឈរនៅឡើយយើងត្រៀមមកបទទៀតហើយយើងធ្វើកាយការត្រេតត្រោតទៅតាមបទចម្រៀង
មាត់ក្តីមេត្តាទ្រង់ធំបំផុតចាប់រាជបុត្រដ៏ឧត្តមមកទៅគុណជំនួសបាបមនុស្សទាំងយើងក៏គង់ហើយមានចិត្តធំបាត់ទ្រង់ស្រឡាញ់យើងជាមុនយើងត្រូវដឹងគុណថ្វាយទ្រង់ទាំងអស់ស្រឡាញ់ទ្រង់លើងពីអ្វីជីវិតថ្មីយើងបានរួងដោយព្រះលោហិតប្រលួងជីវិតមនុស្សមានពុំនឹងស្រឡាញ់ទ្រង់អស់ពីរួងចិត្តអស់ពីគុំនិតអស់ពីប្រលឹងហើយទូទ្រង់ជាទីពឹងជីវិតយើងនឹងរស់នៅអស់កាលបងប្អូនព្រះទ្រង់ស្រឡាញ់យើងខ្លាំងណាស់បានជាទ្រង់សូមលះចាត់ព្រះរាជបុត្រាទ្រង់តែមួយឲ្យមកខែនដីដើម្បីសគត់ជំនួសបាបយើងទាំងគ្នាទាំងតែយើងមិនទាន់ដឹងគុណព្រះអង្គមិនទាន់ស្រឡាញ់ព្រះអង្គនៅឡើយពីព្រោះព្រះអង្គបានស្រឡាញ់យើងជាមុនហាឡេលូយ៉ាដូច្នេះយើងទាំងអស់គ្នាត្រូវស្រឡាញ់ព្រះអង្គហើយដឹងគុណព្រះអង្គហើយថ្វាយព្រះអង្គទាំងអស់ថ្វាយទាំងព្រលឹងថ្វាយទាំងវិញ្ញាណដាច់ដល់ព្រះអង្គអាមែនស្រឡាញ់ព្រះអង្គឲ្យអស់ពីព្រលឹងអស់ពីកម្លាំងយកព្រះអង្គជាទីពឹងស្រឡាញ់ទ្រង់លើងពីអ្វីជីវិតថ្មីយើងបានរួងដោយព្រះលោហិតប្រលួងជីវិតមនុស្សមានពុំនឹងស្រឡាញ់ទ្រង់អស់ពីរួងចិត្តអស់ពីគុំនិតអស់ពីប្រលឹងហើយទូទ្រង់ជាទីពឹងជីវិតយើងនឹងរស់នៅអស់កាលជីវិតយើងនឹងរស់នៅអស់កាលបាទបងប្អូនពិតប្រាកដបើយើងទទួលព្រះអង្គយកព្រះអង្គជាទីពឹងនោះជីវិតយើងនឹងបានរស់នៅអស់កាលជាមួយនឹងព្រះអង្គអាមែនហាឡេលូយ៉ាសូមបងប្អូនអញ្ជើញអង្គុយចុះទាំងអស់គ្នាហើយនេះយើងរៀនព្រះបន្ទូលខ្លីតាមមក2ខវិវរណៈចំពុក3ខ18នៅខ19បងប្អូនបាច់បើកឯងពួកខ្ញុំសរសេរដាក់នៅក្នុងទីឲ្យមើលហើយតែឥឡូវយើងមើលទាំងអស់គ្នាវិវរណៈចំពុក3ខ18បានជាអញទូមានឲ្យឯងទិញមាសដែលសម្រងក្នុងភ្លើងពីអញដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែនហើយទិញសម្លៀកបំពាក់សឲ្យបានស្លៀកពាក់កុំឲ្យគេឃើញគេខ្មាស់ដែលឯងនៅអាក្រាតនោះឡើយព្រមទាំងឆ្នាំលាបភ្នែកផងឲ្យឯងបានមើលឃើញវិញខ19អញបន្ទោសឲ្យចាញ់ផ្ចាលដល់អស់អ្នកណាដែលអញស្រឡាញ់ដូច្នេះចូលមានចិត្តឧស្សាហ៍ឲ្យប្រែចិត្តចុះនេះឥឡូវបងប្អូនខ្ញុំបាត់បែរទេខ្ញុំដាក់កាមេរ៉ានៅក្នុងនៅទៅសល់ណាអញ្ចឹងព្រោះអីបានជាអ
ảnh tu miên ỏi anh tinh miết đai sầm rong nông phượng vì ảnh chân cái này ní miền đây tham mày tu miền bằng cô đạt đằng ấy tu miên từ prai mò thà riêng bật đau bằng hạt bằng hành này nòm chắc ỏi anh tinh miết đai sầm rong nông phượng vì ảnh chân việc thà tinh miết vì bờ ong cứ miền đây dạng mày ở lại cũng mà ta xùm lồng việc thà tinh bằng vốn ta miền đây đôi mày việc thà tinhคือเมียนในถาយើងចំណាយពេលណាអង្គថាចូលចំណាយពេលមកទិញមាសពីអញចំណាយពេលមកទិញមាសពីអញអញ្ចឹងមាសរបស់ព្រះអង្គតើគឺជាអ្វីចំណាយពេលទិញមាសពីអញគឺមាសរបស់ព្រះអង្គគឺជាអីបងប្អូនគឺជាព្រះបន្ទូលគឺជាព្រះយេស៊ូវគ្រីស្ទតែម្ដងព្រោះក្នុងយូហានពុក1ខ1ខដល់ខ3ការដើមដំបូងឡើយមានព្រះបន្ទូលក៏គង់នៅជាមួយព្រះហើយព្រះបន្ទូលនោះឯងគឺជាព្រះអញ្ចឹងព្រះបន្ទូលគឺជាព្រះអញ្ចឹងមកចូលមកទិញព្រះយេស៊ូវមកទិញព្រះបន្ទូលណាអញ្ចឹងកន្លែងទិញនេះគឺជាចំណាយពេលចូលមកថ្វាយបង្គំព្រះអង្គចំណាយពេលចូលមកទិញព្រះបន្ទូលគឺមករកព្រះបន្ទូលមករកសេចក្តីសង្គ្រោះអាមែនអញ្ចឹងពាក្យថាដែលសម្រងក្នុងភ្លើងអញ្ចឹងមានន័យមិនសម្រងក្នុងភ្លើងសម្រងមានន័យថាស្លឬក៏ដាំណាសម្រងឬក៏ចម្រាញ់អញ្ចឹងមាសគេហៅសម្រងក្នុងភ្លើងគឺស្លក្នុងភ្លើងអញ្ចឹងភ្លើងក្តៅត្រជាក់ក្តៅអញ្ចឹងពាក្យថាសម្រងក្នុងភ្លើងគឺឲ្យយើងមិនមែនគ្រាន់តែជឿព្រះស្រួលជិះស្អីលែងដៃទេអានឹងអត់សម្រងក្នុងភ្លើងទេអញ្ចឹងព្រះអង្គថាចូលឲ្យទិញមាសពីអញដែលសម្រងក្នុងភ្លើងគឺទាំងមកស្ដាប់ព្រះបន្ទូលទាំងយកចិត្តទុកដាក់ព្រឹកព្រៀងធ្វើតាមព្រះបន្ទូលណាសម្រងក្នុងភ្លើងអញ្ចឹងព្រះអង្គចង់ឲ្យយើងកន្លែងនេះចម្លើយថាសម្រងក្នុងភ្លើងក៏ចង់ឲ្យយើងបានទ្រាំទ្រទុកទាំងគ្រប់ទាំងសេចក្តីបៀតបៀនគ្រប់ទាំងសេចក្តីល្បួងដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែនមានន័យថាអ្នកមានពិតមែននឹងគឺមាននៅឯណាបងប្អូនគេថាមកជឿព្រះអង្គយូរឃើញមានផងអ្នកគ្រូនេះចេះតែថាហ្មងគឺមាននៅនគរឋានសួគ៌ព្រះអង្គរៀបកែវកងមាសពេជ្រសម្រាប់យើងទុកជាមរតកសម្រាប់យើងគឺឲ្យតែយើងបានជឿព្រះអង្គនោះយើងខ្លាចជាអ្នកមានគឺមាននៅនគរឋានសួគ៌អាមែនអញ្ចឹងយើងកុំតូចចិត្តយើងក្រដោយផែនដីនេះយើងក្រចោះណាអាយុយើងនៅផែនដីនេះគឺជាបណ្ដោះអាសន្នអាយុយើងដូចជាចំហាយទឹកទេបងប្អូនអញ្ចឹងយើងកុំឲ្យគិតអីច្រើនមានបណ្ណាចែកគ្នាចាយខ្លះបានក៏ចែកទៅមានអីញ៉ាំចែកគ្នាញ៉ាំខ្លះក៏ចែកទៅកុំឲ្យរិះពេកណាអ្នកគ្រីស្ទានក៏ដែររិះពេកទេណាអ្នកណាដែលរិះពេកចូលកាយខ្លួនឡើងយេមិនថាចែកគេអស់អត់ខ្លួនឯងទេណាយើងចេះចែកមានន័យថាព្រះអង្គជាអ្នកចែកព្រះអង្គជាអ្នកសេចក្តីស្រឡាញ់អញ្ចឹងយើងគ្រីស្ទានក៏យើងត្រូវតែមានសេចក្តីស្រឡាញ់អាមែនតែយើងចេះចែកណាអ្នកមាននៅក្នុងនគរឋានសួគ៌ណាអញ្ចឹងហើយទិញមើលម្ដងទៀតទាំងអស់គ្នាហើយទិញសម្លៀកបំពាក់សមានន័យមិនបងប្អូនអង្គថាឲ្យទិញសម្លៀកបំពាក់សអញ្ចឹងកន្លែងទិញកន្លែងនេះមិនប្រែថាចំណាយពេលទេប្រែមកថាបំពាក់ចូលបំពាក់ឬក៏ចំណាយដូចគ្នាបំពាក់សេចក្តីសុចរិតសម្លៀកបំពាក់សសេចក្តីសុចរិតគឺសេចក្តីពិតគឺសេចក្តីស្មោះត្រង់ណាបំពាក់សេចក្តីស្មោះត្រង់សេចក្តីសុចរិតហើយបំពាក់ហ្នឹងតើយើងធ្វើខ្លួនឯងបានទេអត់បានទេបងប្អូនគឺមករកព្រះយេស៊ូវអាមែនមករកព្រះយេស៊ូវទើបបានពីព្រោះសេចក្តីសុចរិតនៅក្នុងព្រះយេស៊ូវសេចក្តីពិតក៏នៅក្នុងព្រះយេស៊ូវដែរព្រះអង្គមានបន្ទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើអ្នកណាមិនមកតាមខ្ញុំនោះគ្មានផ្លូវទៅរកព្រះហូបបិតាបានឡើយណាយូហានចំពុក14ខ6ឬក៏ចំពុក6ខ14ខ្ញុំចេះតែផ្ទុយទុំទោសហ្នឹងហើយសម្លៀកបំពាក់សនេះឲ្យបានស្លៀកពាក់កុំឲ្យគេឃើញគេខ្មាស់ដែលឯងរកគ្នានៅអាក្រាតនោះឡើយមានន័យមិនព្រះអង្គឲ្យយើងយកសម្លៀកពាក់សមកស្លៀកពាក់មិនមែនប្រន់ឲ្យយកមកដាក់ចោលទេណាឲ្យស្លៀកពាក់មានន័យថាបើព្រះអង្គឲ្យយើងយកស្លៀកពាក់នេះគឺថាយកបំពាក់សេចក្តីសុចរិតគឺសេចក្តីសុចរិតគឺជាពន្លឺពីព្រះគឺជាសេចក្តីពិតណាសេចក្តីស្មោះត្រង់អញ្ចឹងយើងត្រូវតែយកមកស្លៀកពាក់ហើយស្លៀកពាក់ហើយកុំឲ្យអីកុំឲ្យគេឃើញគេខ្មាស់នេះដែលឯងនៅអាក្រាតនោះឡើយឃើញពាក្យថាកុំឲ្យគេឃើញ
គេខ្មាស់មានន័យថាម៉េចបងប្អូនមានន័យថាអីមានន័យថាកុំឲ្យគេឃើញចរិតព្រឹកពីអាក្រក់របស់យើងណាជួនកាលអ្នកខ្លះអត់បានគិតទេឲ្យគេឃើញចរិតព្រឹកពីអាក្រក់អស់លីងហ្នឹងនៅអាក្រាតហើយបងប្អូននៅអាក្រាតព្រោះអីបានថាអញ្ចឹងយកពីកទៅប្រាប់ងយកពីងមកប្រាប់កអាហ្នឹងអាក្រាតបាត់ឃើញអាក្រាតបាត់ពួកគេគ្រប់គ្នាគេដឹងថាអូអ្នកហ្នឹងគឺព្រះឲ្យប៉ុននិយាយបកាច់បខូចគេនិយាយដើមគេគឺល្មើសគុណគេអីចឹងគឺថាវាអាក្រាតណាអញ្ចឹងយើងហើយព្រះបន្ទូលនេះមិនមែនចំឲ្យអ្នកណាមួយទេគឺឲ្យទាំងអស់គ្នាទាំងខ្ញុំដែរអញ្ចឹងយើងត្រូវកែយើងឃើញព្រះបន្ទូលយើងត្រូវកែមិនមែនរៀនតែអ្នកណាម្នាក់ទេគឺរៀនទាំងអស់គ្នាបងប្អូនកូនព្រះអង្គណាគឺកុំឲ្យយើងនៅអាក្រាតព្រមទាំងណាមិនតន់ទៅទៀតនៅអាក្រាតនោះឡើយអញ្ចឹងយើងយកព្រះបន្ទូលគឺសម្លៀកពាក់សនេះយកមកស្លៀកពាក់ឃើញទេមកស្លៀកពាក់បានន័យថាអីគឺយកមកស្លៀកពាក់គឺបិទគម្របមាត់ណាមុននឹងកន្លោះដាត់ត្រូវចេះគិតបិទគម្របមាត់កុំឲ្យនិយាយអីផ្ដេសផ្ដាសដូចជាអ្នកលោកីគេនិយាយចង់ជេរកូនក៏ជេរចង់ជេរប្តីក៏ជេរចង់ដាក់បណ្ដាសាណាក៏ដាក់ហ្នឹងគឺថាមាត់អត់មានគម្របគឺថាព្រះអង្គឲ្យយើងស្លៀកពាក់សដើម្បីស្លៀកពាក់ឲ្យចិត្តគេខ្មាស់នេះកុំឲ្យគេឃើញអាក្រាតអាមែនព្រមទាំងលាបថ្នាំនោះព្រមទាំងថ្នាំលាបភ្នែកផងដើម្បីឲ្យភ្នែកមើលឃើញវិញឃើញទេពាក្យថាថ្នាំលាបភ្នែកបងប្អូនដឹងទេមានន័យថាម៉េចបងប្អូនគឺថ្នាំគឺព្រះបន្ទូលណាព្រះបន្ទូលគឺជាទឹករស់ព្រះបន្ទូលគឺជានំប៉័ងជីវិតព្រះបន្ទូលគឺជាថ្នាំផ្សះអញ្ចឹងថ្នាំលាបភ្នែកគឺព្រះអង្គចង់ឲ្យយើងចូលមករកព្រះបន្ទូលចូលមកមើលព្រះបន្ទូលចូលមកអធិដ្ឋានចូលមកថ្វាយបង្គំបានន័យថាភ្នែកយើងភ្លឺហើយនឹងមើលឃើញអញ្ចឹងបើយើងភ្លឺនោះចូលឲ្យយើងបានធ្វើជាពលឺដល់លោកីឃើញទេអាមែនហ្នឹងវាអត់ចង់បែកទៅទៀតខ្លាចវាវែងឆ្ងាយហើយខ19អញបន្ទោសឲ្យចាញ់ចាលដល់អស់អ្នកណាដែលអញស្រឡាញ់ដូច្នេះចូលមានចិត្តឧស្សាហ៍ឲ្យប្រែចិត្តចុះមានន័យម៉េចព្រះអង្គស្រឡាញ់ព្រះអង្គចាញ់ចាលអញ្ចឹងពាក្យថាចាញ់ចាលរបស់ព្រះអង្គគឺមានន័យម៉េចបងប្អូនគឺមានន័យថាវាយប៉ុន្តែវាយរបស់ព្រះអង្គតើព្រះអង្គយកពត់មកវាយឬក៏យ៉ាងម៉េចអ្នកណាឆ្លើយបានគឺព្រះអង្គមិនមែនយករំពាត់មកវាយទេគឺព្រះអង្គបើកឲ្យមានសេចក្តីល្បួងជួនកាលអ្នកខ្លះមានសេចក្តីល្បួងមកដល់ហើយអត់ទេអត់ដឹងថាការរំពាត់របស់ព្រះអង្គឲ្យអត់ដឹងទេមានតែខឹងអ្នកខ្លះចេញពីព្រះអង្គវិញអញខំជឿព្រះប៉ុណ្ណឹងដែរនៅតែមានទុក្ខលំបាកណាគឺអត់យល់ព្រះបន្ទូលអញ្ចឹងបានថាព្រះអង្គថាចូលយកថ្នាំលាបភ្នែកឃើញទេលាបភ្នែកគឺមើលព្រះបន្ទូលដើម្បីឲ្យយើងដឹងណាយើងដឹងថាអ្វីដែលចាញ់ចាលរបស់ព្រះអង្គគឺជាសេចក្តីល្បួងគឺជាសេចក្តីបៀតបៀនណានៅសុកគេបង្ខូចពីយើងបៀតបៀនពីយើងព្រះអង្គចង់ឲ្យយើងចេះអត់ទោសណាចុះបើសិនជាយើងគេស្រឡាញ់យើងទាំងអស់គេធ្វើត្រូវជាមួយយើងទាំងអស់តែយើងអត់ទោសឲ្យអ្នកណាតើតែមានអ្នកធ្វើខុសខ្ញុំព្រិចដាក់មុខសំទោសបើសិនជាមានគេធ្វើត្រូវធ្វើខុសបើសិនជាមានគេធ្វើតែត្រូវជាមួយយើងស្រឡាញ់យើងនាំចិត្តយើងហើយតើយើងចេះអត់ទោសអត់ចេះមិនដឹងថាអត់ទោសកន្លែងណាបើគេអត់មានអ្នកណាធ្វើខុសឃើញទេអញ្ចឹងព្រះអង្គបើកឲ្យមានសេចក្តីល្បួងបើកឲ្យមានការបៀតបៀនដើម្បីឲ្យយើងនេះអត់ធ្មត់ទ្រាំទ្រណាដើម្បីចេះអត់ទោសដល់គេអញ្ចឹងព្រះអង្គឲ្យយើងចេះអត់ទោសដល់អ្នកណាដែលស្អប់អ្នករកគ្នាព្រះអង្គថាឲ្យស្រឡាញ់ដល់អ្នកណាដែលស្អប់អ្នករកគ្នាដែរណាព្រះអង្គថាបើឯងស្រឡាញ់តែអ្នកណាដែលស្រឡាញ់ឯងនោះតើមានប្រយោជន៍អ្វីជាមួយអញអញ្ចឹងព្រះអង្គថាឲ្យយើងស្រឡាញ់ដល់អ្នកណាដែលស្អប់ដែរព្រះអង្គថាចូលឲ្យពរខ្មាំងសត្រូវណាគឺយើងត្រូវឲ្យពរខ្មាំងសត្រូវយើងត្រូវស្រឡាញ់ដល់ខ្មាំងសត្រូវដែរអាមែនអញ្ចឹងអត់មានកូនព្រះអង្គអត់មានគំនុំគ្នាអត់មានទេគឺថាស្រឡាញ់ណាស្រឡាញ់ប៉ុន្តែយើងមើលតាមថ្នាក់ដែរតើអ្នកដែលខុសនោះតើចេះលន់តួទេចេះលន់តួព្រះអង្គទេចេះលន់តួអ្នកដែលដើមចោតទេព្រះអង្គមានបន្ទូលថាចូលឯងប្រញាប់ទៅជាមួយអ្នកដើមចោតជាប្រញាប់ពេលដែលឯងដើរផ្លូវជាមួយគ្នាគឺដើរផ្លូវជាមួយគ្នាមានន័យម៉េចចិត្តបែកទៀតព្រះបន្ទូលព្រះអង្គអើយដើរផ្លូវជាមួយគ្នាគឺដើរផ្លូវទៅនគរឋានសួគ៌ណាទៅរកសេចក្តីសង្គ្រោះអញ្ចឹងយើងមានរឿងអីដែលយើងខុសខ្លួនយើងត្រូវទៅលន់តួជាមួយអ្នកដើមចោតព្រះអង្គមានបន្ទូលនៅក្នុងមាថាចូលឲ្យឯងបានប្រញាប់ទៅលន់តួជាមួយអ្នកដើមចោតជាប្រញាប់ណាដើម្បីកុំឲ្យគេដឹងអ្នករកគ្នាអ្នកភូមិឃុំណាគឺព្រះបន្ទូលប្រាប់ច្បាស់អញ្ចឹងយើងដឹងខ្លួនខុសយើងត្រូវតែលន់តួមិនថាអ្នកនឹងជាកូនមិនថាអ្នកនឹងជាម្ដាយយើងត្រូវតែចេះលន់តួគ្នាទៅវិញទៅមកអាមែនបើដឹងខ្លួនខុសត្រូវតែលន់តួអាមែនហ្នឹងហើយអញ្ចឹងព្រះអង្គមានបន្ទូលថាចាញ់ចោលអស់អ្នកណាដែលព្រះអង្គស្រឡាញ់
ព្រះអង្គរាប់យើងជាកូនបានជាព្រះអង្គចាញ់ចាលជួនកាលព្រះអង្គបើកឲ្យមានសេចក្តីល្វងជួនកាលព្រះអង្គបើកឲ្យមានការកើតទុកមានការខូចចិត្តហ្នឹងគឺជាសេចក្តីល្វងគឺជាការចាញ់ចាលរបស់ព្រះចូលឲ្យមានអំណរឡើងចូលឲ្យចិត្តរីករាយឡើងខ្ញុំចង់លើកឧទាហរណ៍មួយបងប្អូនបើសិនជាអ្នកនឹងមិនបានស្រឡាញ់ព្រះអង្គមិនបានស្រឡាញ់អ្នកនឹងជាកូនទោះបីគេធ្វើខុសក៏ប៉ុនភ្នំក៏ព្រះអង្គមិនចាញ់ចាលគេដែរគឺគេទុកឲ្យព្រះអង្គទុកឲ្យគេនឹងអរិយទៅហ្នឹងហើយទីហោដូចជាអ្នកមានច្រើនគេច្រើនគ្រប់រូបនាគរាជហើយយើងអ្នកគ្រីស្ទានយើងអត់គ្រប់រូបនាគរាជទេព្រោះនាគរាជគឺជាមេវិញ្ញាណរបស់អរិយអញ្ចឹងយើងអត់គ្រប់ទេណាប៉ុន្តែបងប្អូនឃើញហើយលោកីគេគ្រប់នាគរាជណាស់អញ្ចឹងតើមិនឃើញគេវេទនាទៅមិនឃើញគេក្រទៅឃើញតែគេមានទៅគឺព្រះអង្គអត់បានចាញ់ចាលព្រះអង្គបានប៉ះពាល់គេទេពីព្រោះគេមិនមែនជាកូនព្រះអង្គណាយើងជាកូនព្រះអង្គយើងធ្វើខុសអីតិចព្រះអង្គវាយព្រះអង្គបដៅព្រះអង្គចាញ់ចាលអាមែនអញ្ចឹងយើងត្រូវសប្បាយឡើងអ្នកណាដែលត្រូវការបៀតបៀនអ្នកណាដែលត្រូវការវាយចាលពីព្រះអង្គត្រូវសប្បាយឡើងហើយសួរថាអ្នកមានទាំងអស់នោះដែលគេសប្បាយនោះតើគេសប្បាយទៅដល់ប្រដកនាយទេអត់ទេបងប្អូនគេសប្បាយនៅតែក្នុងលោកីនេះឯងពេលដែលស្លាប់ទៅនោះគឺអត់មាននគរឋានសួគ៌អត់មានជីវិតអស់កលទេណាពីព្រោះអរិយវាទៅបឹងភ្លើងដែរអញ្ចឹងអស់អ្នកណាដែលគោរពអរិយនោះទៅបឹងភ្លើងជាមួយវាអាមែនហាឡេលូយ៉ាហើយចូលមានចិត្តឧស្សាហ៍ណាបងមានថាចូលមានចិត្តឧស្សាហ៍តើឧស្សាហ៍ធ្វើអីបងប្អូនឧស្សាហ៍ធ្វើអីឧស្សាហ៍ទៅលេងបៀឧស្សាហ៍លេងកន្ទុយលេងអត់ទេអត់ឧស្សាហ៍ទៅអង្គុយផឹកស្រាហើយពេលថ្ងៃទឹកមិនទាន់រួចផងទៅអង្គុយផឹកស្រាទៅអង្គុយលេងបៀនឹងអត់ទេអត់ឧស្សាហ៍អញ្ចឹងឧស្សាហ៍មើលព្រះបន្ទូលមិនមែនមើលតែថ្ងៃអាទិត្យទេបងប្អូនមើលឲ្យរាល់ពេលរាល់វេលាប៉ុន្តែអ្នកខ្លះថ្ងៃអាទិត្យអត់មើលទៀតបនឲ្យតែថ្វាយគុំអស់អាបែកផ្លូវគ្នាទៅធ្វើការព្រះអង្គថាឲ្យយើងឈប់សម្រាកថ្ងៃបរិសុទ្ធថ្ងៃសបាថ្វាយបង្គំព្រះអង្គញែកថ្ងៃនោះជាបរិសុទ្ធសម្រាប់ព្រះអង្គប៉ុន្តែគ្មានអ្នកណាមួយធ្វើណាអញ្ចឹងចូលឲ្យយើងបានរៀនធ្វើឡើងចូលឲ្យយើងរៀនធ្វើឡើងពីព្រោះការនេះសំខាន់ណាស់ការដែលញែកបរិសុទ្ធសម្រាប់ព្រះអង្គឃើញទេអត់ទេម្នាក់គឺថ្ងៃអាទិត្យខ្វែងដៃខ្វែងជើងឲ្យទៅចប់មិនទាន់គ្រប់គ្នាណាគ្រប់គ្នាអញ្ចឹងចូលឲ្យយើងបានរៀនធ្វើបងប្អូនកូនព្រះអង្គហើយពាក្យថាឧស្សាហ៍នេះគឺឧស្សាហ៍មើលព្រះបន្ទូលមិនមែនឧស្សាហ៍ទៅធ្វើអំពើក្រក់ណាហើយចុះប្រែចិត្តចុះប្រែចិត្តពីអីនៅក្នុងវិវរណៈជំពូក3ខ19ចូលឲ្យប្រែចិត្តចុះប្រែចិត្តធ្វើពីអីប្រែចិត្តពីអំពើបាបប្រែចិត្តពីការអាក្រក់ណាអញ្ចឹងការអាក្រក់មានអីខ្លះការអាក្រក់មិនចាំថាអូកំផិតសហាយស្មត់បានការអាក្រក់ស្វែងមកគុំរូបព្រះបានការអាក្រក់មានច្រើនណាស់បងប្អូនព្រះអង្គថាឲ្យយើងបែកចិត្តពីការអាក្រក់ផ្លាស់ចិត្តឡើងបើយើងធ្លាប់និយាយដើមគេបង្ខូចពីគេយើងឈប់និយាយបើយើងធ្លាប់លេងវាយើងឈប់លេងបើយើងធ្លាប់លោឡាជេរប្តីជេរប្រពន្ធជេរកូនយើងឈប់ជេរមិនថាអូចាំតែជេរប្តីបានបាបជេរប្រពន្ធបានបាបទេជេរកូនអត់បាបទេអត់ទេព្រះអង្គអត់ឲ្យយើងជេរទេមាត់យើងពេញដោយព្រះពរអញ្ចឹងព្រះអង្គអត់ឲ្យមាត់យើងចេញជាបណ្ដាសាទេអាមែនហាឡេលូយ៉ាអញ្ចឹងព្រះបន្ទូលថ្ងៃនេះខ្លីទេបងប្អូនយើងនឹងច្រៀងពីបទទៀតហើយនឹងសួរសំណួរបងប្អូនសូមបងប្អូនអញ្ជើញងើបឈរឡើងព្រោះច្រៀងពីបទតង្វាយហើយនឹងអធិដ្ឋានបញ្ចប់រួចហើយចាំអង្គុយដើម្បីសួរសំណួរតែឥឡូវយើងច្រៀងយើងងើបឈរច្រៀងពីបទនេះមួយហើយនឹងបទតង្វាយតែយើងធ្វើខ្លីៗប៉ុណ្ណោះខ្លីៗណាឥឡូវជិត30минутបាត់ខំកាត់ស្រោតណាដែរតែឥឡូវយើងច្រៀងទាំងអស់គ្នាហាឡេលូយ៉ាជឿព្រះគ្រីស្ទបានភ្លើងមិន
ទាំងអស់គ្នាអាមែននៅឈរនៅឡើយសូមសម្រួមចិត្តអធិដ្ឋានជាមួយនឹងដល់ព្រះអង្គម្ចាស់ដ៏ជាព្រះនៃកូនដែលគង់ឋានសួគ៌ដ៏ខ្ពស់បំផុតទ្រង់គឺជាម្ចាស់ផែនដីទ្រង់គឺជាម្ចាស់ជីវិតកូនម្ចាស់ហើយកូនសូមអរព្រះគុណទ្រង់ដែលទ្រង់បានបង្កើតកូនមកគ្រប់គ្នាហើយទ្រង់បានញែកកូនចេញផុតពីលោកីទ្រង់បានទាញកូនឲ្យបានបម្រើព្រះអង្គគុណអរគុណព្រះអង្គហើយនៅថ្ងៃនេះទ្រង់ក៏បានហៅបងប្អូនពួកជំនុំសេចក្តីស្រឡាញ់មកសស្រៈសស្រាំថ្វាយបង្គំព្រះអង្គទាំងអស់គ្នាដោយគេចង់ឮសេចក្តីចង់បានសេចក្តីសង្គ្រោះព្រះអង្គចាស់ហើយសូមភ្លើងព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋចាក់ចុចក្នុងចិត្តបងប្អូនកូនព្រះអង្គម្នាក់ៗដែលគេស្ដាប់ព្រះបន្ទូលហើយឲ្យគេបានដាំព្រះបន្ទូលនៅក្នុងចិត្តពំយកព្រះបន្ទូលទៅដល់ផ្ទះហើយប្រព្រឹត្តតាមព្រះបន្ទូលបើអ្នកណាគេធ្លាប់ជេរកូននោះឈុំឲ្យគេឈប់ជេរអ្នកណាគេធ្លាប់លួចឈប់ឲ្យគេបានឈប់លួចអ្នកណាធ្លាប់ផឹកស៊ីនោះឈប់ឲ្យគេបានឈប់ផឹកស៊ីសូមជួយសម្អាតគេនិងកែច្នៃគេឲ្យបានទៅជំនួសដល់ទ្រង់សពរាត្រីអង្គចាយកូនមិនអាចធ្វើអ្វីបានទេគឺមានតែសុំទ្រង់កូនពឹងលើព្រះអង្គកូនលើពឹងលើព្រះវិញ្ញាណបរិសុទ្ធកូនល្ងងកូនមិនអាចចេះឲ្យខ្លួនឯងឡើយព្រះអង្គចាស់ហើយសូមទ្រង់បង្រៀនកូនដឹកដៃកូនហើយណែនាំកូនហើយនឹងឲ្យកូនបានចេះព្រះបន្ទូលឲ្យកាន់តែល្អទៅសូមកុំឲ្យកូនបាននៅក្រោមលោកីឡើយសូមកុំឲ្យកូនបាននៅក្រោមអំណាចអរិយសត្តាំងឡើយសូមឲ្យកូនមានជ័យជំនះជាន់ក្បាលអរិយសត្តាំងកូនអរគុណព្រះអង្គកូនសូមថ្វាយរូបរាងកាយព្រះវិញ្ញាណកូនព្រមទាំងក្រុមពួកជំនុំសេចក្តីស្រឡាញ់ទាំងអស់បងប្អូនកូនចៅទាំងអស់ដាក់ដល់ក្នុងព្រះហស្ថនិងព្រះនាមដ៏មានអំណាចគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនឥឡូវដល់ពេលសំណួរដែលសួរបងប្អូនណាឆ្លើយបានណាមាន10សំណួរឥឡូវបងប្អូនចាំឆ្លើយខ្ញុំរាប់1
2 3ចឹងឆ្លើយព្រោះខ្ញុំប្រាប់រួចអស់ហើយណាចឹងចំនួនទី1ទូមានន័យដោយបណ្ឌិត1 2ទូមានគឺព្រានប្រដៅណែនាំបង្ហាញណាចឹងទី2ទិញមានន័យដោយបណ្ឌិតទិញកន្លែងព្រះបន្ទូលកន្លែងនេះមានន័យដោយបណ្ឌិត1 2 3ព្រោះណាទិញគឺមានន័យថាចំណាយពេលណាអញ្ចឹងសំណួរទី3តើមាសរបស់ព្រះមានន័យដោយបណ្ឌិតមាសរបស់ព្រះគឺមានន័យថាព្រះបន្ទូលឬក៏ព្រះយេស៊ូវតែម្ដងអាមែនមាសរបស់ព្រះចូលឲ្យយើងបានមកយកមាសរបស់ព្រះអង្គមកយកព្រះបន្ទូលព្រះអង្គមកយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះរបស់យើងទី4សម្រងក្នុងភ្លើងសម្រងមាសក្នុងភ្លើងតើមានន័យដោយបណ្ឌិតមានន័យថា1 2 3អត់គេឆ្លើយសិនចេះតែប្រញាប់មានន័យថាទ្រាំទ្រអត់ធ្មត់តស៊ូនឹងសេចក្តីទុក្ខលំបាកបៀតបៀនគ្រប់ចម្ពោះចឹងទី5មានទិញពីកន្លែងក្នុងខកាពីមួយខនេះទិញទី1គឺប្រែមកថាចំណាយពេលទិញទី2គឺទិញសម្លៀកបំពាក់សមានន័យថាបំពាក់ទិញកន្លែងនេះគឺមានន័យបំពាក់ខ្ញុំភ្លេចសួរបងប្អូនសុំទោសខ្ញុំប្រាប់បដ ாய் តែឥឡូវទិញគឺមានន័យថាបំពាក់សេចក្តីសុចរិតបំពាក់សេចក្តីពិតណាសម្លៀកបំពាក់សមានន័យដូចម្ដេចសម្លៀកបំពាក់សគឺមានន័យថា1 2 3មានន័យថាសេចក្តីសុចរិតសេចក្តីពិតនិងសេចក្តីស្មោះត្រង់ណាចឹងទី6គេខ្មាស់នៅអាក្រាតណាគឺមានន័យដូចម្ដេចកុំឲ្យគេឃើញគេខ្មាស់នៅអាក្រាតគឺក្របបាំងការអាក្រក់ណាគឺចរិតអាក្រក់ណាយើងកុំឲ្យគេឃើញអាក្រាតកុំឲ្យគេឃើញចរិតយើងអាក្រក់យើងត្រូវតែបំពាក់សេចក្តីសុចរិតរបស់ព្រះអង្គបំពាក់ព្រះបន្ទូលរបស់ព្រះអង្គអាមែនបំពាក់ដើម្បីអីបងប្អូនដើម្បីឲ្យយើងចេះទប់អណ្ដាតដើម្បីឲ្យយើងចេះបិទគម្របមាត់អាមែនទី7ទិញថ្នាំលាបភ្នែកមានន័យដូចម្ដេចទិញថ្នាំលាបភ្នែកកន្លែងនេះតើអ្វីទៅថ្នាំលាបភ្នែកយើងរៀនរួចហើយយើងប្រាប់រួចហើយប៉ុន្តែបើនៅតែអត់ចាំទៀតអត់ដឹងទេគឺព្រះបន្ទូលដដែលព្រះបន្ទូលណាព្រះបន្ទូលគឺជាថ្នាំសាសព្រះបន្ទូលគឺជាទឹករស់ហើយការផ្ចាញ់ផ្ចាលរបស់ព្រះអង្គតើមានន័យដូចម្ដេចការផ្ចាញ់ផ្ចាលរបស់ព្រះអង្គគឺមានន័យដូចម្ដេច1 2 3គឺមានន័យថាឲ្យយើងចេះគឺព្រះអង្គបង្កើតឲ្យមានសេចក្តីល្បួងមកដល់យើងនឹងចាញ់ការរបស់ព្រះអង្គណាចឹងទី9ចូលឲ្យមានចិត្តឧស្សាហ៍តែធ្វើយ៉ាងម៉េចឧស្សាហ៍ធ្វើអីឧស្សាហ៍1 2 3ឧស្សាហ៍អានព្រះបន្ទូលឧស្សាហ៍ទិដ្ឋានឧស្សាហ៍មកថ្វាយបង្គំកុំឲ្យខកខានអាមែនចឹងទី10ចូលប្រែចិត្តចុះតើប្រែចិត្តពីអ្វីលឿនណា1 2 3ប្រែចិត្តពីអំពើបាបប្រែចិត្តពីការអាក្រក់ណាអញ្ចឹងចង់សួរថាការអាក្រក់នោះមានអីខ្លះវាមានច្រើនកុំឲ្យថ្វាយបង្គំរូបព្រះកុំឲ្យថ្វាយបង្គំដុំថ្មកុំឲ្យថ្វាយបង្គំដើមឈើកុំឲ្យកំផិតសាហាយស្មន់ណាគឺកុំឲ្យលេងល្បែងពៀនលាអាវ៉ាសែកុំឲ្យនិយាយដើមគេបង្ខូចពីគេឃើញទេការអាក្រក់បើថាយើងធ្លាប់និយាយយើងឈប់និយាយយើងលន់តួមួយព្រះអង្គណាអាមែនអរគុណព្រះអង្គគ្មានអ្នកណាមួយ perfect គ្មានអ្នកណាមួយដែលល្អឥតខ្ចោះតែងតែមានខុសបងប្អូនប៉ុន្តែខុសហើយឲ្យដឹងខ្លួនខុសហើយចេះស្ដារភាពចេះលន់តួជាមួយព្រះណាលន់តួជាមួយព្រះពីព្រោះព្រះអង្គមានបន្ទូលនៅក្នុងម៉ាថាយថាចូលឲ្យអ្នកប្រញាប់ទៅជាជាមួយអ្នកដើមចោតជាមុនដែលក្នុងអ្នកកំពុងតែដើរផ្លូវជាមួយគ្នាផ្លូវជាមួយគ្នាគឺអីគឺមានន័យមិនគឺផ្លូវដែលយើងកំពុងតែជឿព្រះកំពុងតែដើររកសេចក្តីសង្គ្រោះពោះទៅឋានសួគ៌រកជីវិតអស់កលហ្នឹងគឺដើរផ្លូវជាមួយគ្នាយើងគ្រីស្ទានយើងបងប្អូនជាមួយគ្នាយើងដើរផ្លូវជាមួយគ្នាចូលឲ្យយើងបានទៅជាជាមួយអ្នកដើមចោតជាប្រញាប់ណាព្រះអង្គមានទូលចឹងអ
បងប្អូនអញ្ចឹងព្រះបន្ទូលថ្ងៃនេះយើងចាប់សពគ្រប់ហើយឡើង41minutt កន្លែងសួរសំណួរប៉ុន្តែខ្ញុំចង់ដឹងសំណួរជាមួយខ្ញុំមើល live តើបងប្អូនអាចឆ្លើយត្រូវអត់ណាខ្ញុំនឹងកត់ទុកក្នុងអារម្មណ៍ខ្ញុំក្នុងពោះក្បាលខ្ញុំថាបងអូននេះឆ្លាតអូននេះឆ្លាតអូននេះមិនឆ្លាតឲ្យដឹងណាអញ្ចឹងយើងត្រូវតែរៀនឲ្យដេញជើងគ្នាដើម្បីឲ្យឆ្លាតតែកាលណាអត់ចេះដេញជើងគ្នាអត់ឆ្លាតទេបងប្អូនអញ្ចឹងយើងចប់ហើយព្រះបន្ទូលថ្ងៃនេះសូមជម្រាបលា Shalom Shalom សូមសេចក្តីសុខសាន្តរបស់ព្រះយេស៊ូវគ្រីស្ទមានដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមជម្រាបលា